សម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំជាបុគ្គលិកនៃហាងចូលម្លប់ពេអញ្ចឹងខ្ញុំអត់មានបទពិសោធន៍នៃការបើកហាងខ្លួនឯងទេប៉ុន្តែការរៀនរបស់ខ្ញុំគឺខ្ញុំរៀនបានច្រើនអ្នកគ្រូចាហើយក្នុងថ្ងៃហ្នឹងដែរខ្ញុំបានមកទទួលបទពិសោធន៍តាក់ទងជាមួយនឹងការធ្វើពណ៌សក់ highlight តែបើសិនជាក្នុងករណីហ្នឹងគឺខ្ញុំខ្លួនឯងក៏ធ្វើផ្ទាល់ជាមួយភ្ញៀវដែរប៉ុន្តែហានិភ័យដែលខ្ញុំទទួលបានភាគច្រើនទៅលើពណ៌សក់ដែលធ្វើឲ្យរៀងខូចជូនភ្ញៀវអញ្ចឹងខ្ញុំមករៀនក្នុងថ្ងៃនេះទទួលបានបទពិសោធន៍ច្រើនទៅលើការ highlight សក់ជាមួយនឹងលាបពណ៌សក់តាក់ទងជាមួយនឹងសក់មានហានិភ័យហើយយើងត្រូវធ្វើបែបណាសង្គ្រោះបែបណាទៅលើវិស័យសក់ដែលយើងមាន highlight ជាមួយនឹងពណ៌ចាហើយមួយទៀតសម្រាប់បទពិសោធន៍ខ្ញុំធ្វើការរៀនយូរឆ្នាំដែរអ្នកគ្រូឲ្យតាក់ទងជាមួយនឹងឆ្នាំអ៊ុតខ្ញុំតែឃើញឆ្នាំអ៊ុតនេះមួយលើកទី1ដោយសារឃើញថាຕົកយូរក៏អត់មានបញ្ហាដែរហើយគុណភាពមើលមកល្អចាហើយអ្វីដែលខ្ញុំទទួលបានគឺបទពិសោធន៍ថ្មីហើយនិងផលិតផលថ្មីហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងយកចំណាយហ្នឹងហើយនឹងផលិតផលហ្នឹងធ្វើជូនអតិថិជននៅខាងចូលម្លប់គ្រប់សាខាទាំងអស់ដើម្បីឲ្យភ្ញៀវគាត់មានទំនុកចិត្តអញ្ជើញមកធ្វើចឹងហើយសម្រាប់មួយទៀតខ្ញុំនៅហាងភាគច្រើនធ្វើតាមប្រភេទ spa ឬក៏ treatment ចាប៉ុន្តែដោយសារឥឡូវគឺខ្ញុំទទួលបានប្រភេទ up spa បញ្ចូលចិត្តទឹកចាហើយទទួលបានក៏រៀងការចំណេះបានច្រើនហើយខ្ញុំគិតថាក្នុងតិចមួយហ្នឹងសេរីមួយហ្នឹងខ្ញុំអាច recommend ទៅកាន់ភ្ញៀវបានច្រើននិងរកចំណូលចូលហាងបានច្រើនអរគុណច្រើនសម្រាប់នៃផ្លាស់ការតែងតែមកខ្ញុំទទួលបានថាមេបងដល់ខាងឲ្យរូបរៀនហើយអូនក៏ជាទទួលបាននៅរបស់ល្អហើយអូនក៏មានបេះដូងនៅក្នុងការផ្ដល់ឲ្យគាត់ត្រឡប់ទៅវិញហ្នឹងហើយអរគុណមែនតើសម្រាប់ទឹកចិត្តមួយហ្នឹងហើយជូនបងឲ្យអូនអនាគតរុងរឿងចាថ្ងៃក្រោយចាប់យ៉ាងណាខ្លួនឯង